សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទជួបគ្នាមានជិនថ្ងៃនេះខ្ញុំធ្វើការបង្ហាញពីរបៀបជា install នៅ Ubuntu Server នៅក្នុង Visual Mode ដំបូងយើងត្រូវចុចញនេះដើម្បីយើងបង្កើតកន្លែងនេះដាក់ឈ្មោះដាក់ Ubuntu ហើយកន្លែងគឺជា folder directory យើងដែលយើងត្រូវដាក់ file របស់យើងនោះគឺក្នុងណាសិនយើងដាក់ក្នុង drive D ដើម្បីយើង folder Ubuntu Server យើង create ថ្មីមកកន្លែងនេះគឺ IIS image ដែលយើងធ្វើការ download នៅ file IIS ពី website របស់ Ubuntu យើងមកប្រើដែលខ្ញុំប្រើនៅ Live Server នេះ version វាចំពោះកន្លែង visit attachment នេះ version ដែលយើង tick ទៅគឺយើងត្រូវ set up ឈ្មោះហើយ password reset តែខ្ញុំអត់ទេខ្ញុំនឹងធ្វើការ set up តាមដាក់កន្លែងតាមក្រោយទៅខ្ញុំបាន tick វាបន្តមកយើងទៅកាន់កន្លែង Visual Hardware ដែលខ្ញុំធ្វើខ្ញុំយកនៅ 4G ដើម្បីវា super កន្លែង core នេះគឺមកមួយសេតខ្ញុំថែម2ហើយជួនកន្លែង use EFI machine ที่យើងប្រើបាយចង់ជាបាយធម្មតាយើងមិនគិតទេតែសម្រាប់ខ្ញុំចង់ប្រើខ្ញុំធ្វើការទីរបៀបកន្លែងគឺកន្លែង specific នៅ hard disk វាមកស្រាប់ឲ្យយើងប្រើជាមួយ Ubuntu គឺវាស៊ីបាក់ 25G ជាងស្រាប់តែខ្ញុំចង់ប្រើលើនោះខ្ញុំដាក់វា25G ហើយកន្លែង pre-allocate full size នេះបើសិនជាយើង tick វាទៅVisual Box នឹង see off file របស់យើង 65G ទៅអាចจะទុកប្រើមកប៉ុន្តែបើយើងសិនជាយើងអត់ attach វាទេបើសិនជាserver នឹងយើងប្រើអស់ប្រហែល GBC មិនស៊ីប៉ុណ្ណឹងទេតែយើងប្រើអស់ GBC តែ 5G ទេតបយើងធ្វើការចុច finish យើង start មកចុច enter choose the language English ที่เราจะดูสว่าถ้าเป็นตัวมันเองมาเสียบต่อไปถ้ากลายนี้ก็ชูสละจะเอ็กซ์นั้นจะอินเทอร์เน็ตให้กลายนี้ก็จะกลายเนี่ยจึงละ proxy address ให้เป็นยังมัน create proxy ได้ยังจะเกิดทางเน็ตกลายนี้ช่วยการเวลา test ละอินเทอร์เน็ตมาเยอะនេះគឺជាកន្លែងstart configuration កន្លែងគឺយើងមាន option encrypt ហើយយើងទៅចង់ឲ្យ not decrypt ទេយកដាក់ហើយកន្លែងគឺជា file system summary របស់យើង done តោះមកកន្លែងឆ្លៃយើងដាក់ឈ្មោះមក
ពីសិបផ្សេងបានមកខ្ញុំinstall the system.បន្ទាប់ពីយើងធ្វើការ install វាហើយមានជា reboot មកចាប់ stop wait let's try that file directory ដែលយើងកំពុងនៅ home share បន្តមកយើងគឺធ្វើការ check ទៅលើ update ខ្លះតែយើងធ្វើការ update ខ្លះ passwordដែលយើងធ្វើការ upgrade វាស្របទៅមាន5 package ដើម្បី upgrade បានធ្វើ sudo upgrade yes check okay up to date ទៀតអស់ហើយបន្តទៀតគឺ command clear ដែលយើងបើចាំ clear នៅតំបន់យើងសម្រាប់យើងហើយយើងឲ្យ command clear បានបន្តមកគឺ command touch គឺយើងក៏សម្រាប់ grade file ធ្វើការ grade file
file directory ខ្ញុំបង្កើត file បង្កើត HG របស់ខ្ញុំថ្ងៃជាតែហើយបន្តមកយើងត្រូវ screen ទៀតតែ screen ទៅយើងប្រើសម្រាប់ create no folder មុនហ្នឹង touch ហ្នឹងគឺវាសម្រាប់ file បើសិនជា make directory គឺប្រើសម្រាប់ create no folder គឺ folder មួយធ្វើការ show វាមាន file 2ឯងគឺ file បង្កើត file ទី1គឺ file su35.tt ហ្នឹងជា file text ដែលខ្ញុំគេបានហ្នឹងទៅ file color គឺជា file su ជា file folder ដែលវាមានដែលឃើញគឺមានអក្សរ D គឺ directory ហើយបន្តមកយើងចង់ចូលទៅកាន់ folder ដែលយើងបានបង្កើតហ្នឹងយើងត្រូវធ្វើគឺយើងប្រើ cd បានន័យថា change directory យើងធ្វើ cd tab cd s tab គឺវា computer យើងហើយខ្ញុំនៅក្នុង file su35 គឺការ create នៅក្នុង folder su35 create នៅ folder file tt មួយ touch day 1 ហើយបន្តមកក្នុងទៀតគឺ communico គឺយើងសម្រាប់ print ជាយើងទៅសេចេញមកជានៅក្នុង CSS HTML or something like that. Hello everyone. Aku cakap dah aku ni lebih terlalu jumpa kemudian. Hello, susah ni tak ni cuma suruhku cuma ni. Cuma kini change dengan cuma fokus behind B Linux basic command ខ្លះដែលយើងត្រូវដាក់នៅក្នុង Linux ហើយ command អស់នោះវាមានដូចជានៅខាងក្រោមនេះគឺ command ចំពោះ file handling directory navigation ហើយចំពោះ command តបងនេះគឺ pwd គឺសរនៅ current directory ដែលយើងបានកំពុងនៅនឹងដែលយើងបានឃើញ directory ខ្ញុំកំពុងនៅគឺ folder ឈ្មោះ chin ហើយ ls ហ្នឹងគឺ list នៅ directory យើងដែលមានហើយ ls ដែលយើងចាំមកថាគឺ ls.l ដែលវាបង្ហាញនៅ detail ហើយបើយើងអត់ចង់ឃើញលេខច្រើនដូចជា 4096 អញ្ចឹងយើងចង់បានវាប្រកួតដាក់ canonical coil ស្រួលមកយើងprovide ls dot l8 នេះដែលវាដូរពី496ទៅជា 4k ដែលវាស្រួលជាងមុនបន្តមកគឺ cd គឺសម្រាប់ change directory ដែលខ្ញុំធ្វើការ change ទៅឥឡូវខ្ញុំពុំនៅ folder ឈ្មោះ change បន្តមកខ្ញុំធ្វើការ change ទៅ su35 នេះឥឡូវខ្ញុំពុំនៅ su35 ហើយបន្តមកខ្ញុំចង់ចេញពី su35 ទៅ change វិញខ្ញុំគ្រាន់តែចុចខាង cd enter នេះខ្ញុំនៅ change វិញនៅ folder change បន្តមកខ្ញុំចង់ទៅយើងប្រើ command នេះដើម្បីទៅ cd
ចេញនេះខ្ញុំចុច cd enter យើងមក directory ដើមយើងវិញហើយបន្ទាប់មកយើងទៅកាន់ file location ដែលមាន command ខ្លះដូចជា touch គឺយើងប្រើសម្រាប់ create នៅ file ក៏ create នៅ file ផ្សេងៗឥឡូវខ្ញុំធ្វើការ create នៅ file មួយដែល touch ខ្ញុំ create នៅ file su1 មួយ su4.tt ដើម្បីខ្ញុំធ្វើការ list វា ls.8 នេះដូចយើងឃើញអញ្ចឹងគឺនៅខាងក្រោមគេគឺនេះ su1.tt ហើយចំពោះ icon នេះគឺយើងប្រើសម្រាប់សរសេរនៅ text សរសេរនៅ icon យើងដាក់មានកណ្ដាល2សរសេរមក hello ctext នេះហើយចំពោះ cat file name វិញគឺវាសម្រាប់ show content ដែលមានសម្រាប់ show file ដែលមាននៅក្នុង folder ដែលមាននៅក្នុង directory ហ្នឹងហើយខ្ញុំធ្វើការចូលទៅក្នុងសំភារតមកខ្ញុំធ្វើការលេខទៅក្នុង file ខ្លះនេះមាន file day1 hello.tt យ៉ាងទៅខ្ញុំធ្វើការ check តា file របស់ខ្ញុំមួយហ្នឹងវាមានស្អីខ្លះនៅក្នុង folder មួយហ្នឹងខ្ញុំធ្វើការ save cat តមកយើង save ឈ្មោះ file របស់យើង hello.tt នេះមាន ctext my name is cat and ctext ហើយចំពោះcommand បន្តទៀតគឺ cp source destination copy file អញ្ចឹងcommand មួយហ្នឹងគឺយើងប្រើសម្រាប់ copy នៅ copy file នៅក្នុង folder មួយដាក់ទៅក្នុង folder មួយទៀតហើយ command cp source destination ហ្នឹងគឺយើងប្រើសម្រាប់ copy នៅ file នៅក្នុង folder មួយដាក់ទៅក្នុង folder ទៀតឧទាហរណ៍ចូលទៅក្នុង file su5 ដែលមាន file ជាច្រើនតែឥឡូវខ្ញុំធ្វើការខ្ញុំចង់ឲ្យមាន folder ពីរ su5 ខ្ញុំធ្វើការខ្ញុំចង់ copy នៅ folder របស់ file នៅក្នុង su5 នេះដាក់ទៅក្នុង su5 ឥឡូវcopy នៅ file hello មកចុះធ្វើការចុច cp hello.txt ហើយយើងដាក់ file destination sorry cp hello.txt file destination which home ជាតមកយើងដាក់ចូលទៅក្នុង folder ដែលយើងដាក់ចូលគឺ su30 ភាពតមកយើងចូលទៅកាន់ folder su30 ដើម្បីមើលនេះអូវេបសិននេះដែលយើងមាន file មួយដែលមានឈ្មោះថា hello.txt ការ show ទៅមានអត់ក្នុង file ហ្នឹងមានអីអត់ .txt នេះ my name is cat and ctext តោះនេះទៅកាន់ folder បន្តដែលមានOM គឺយើងក៏សម្រាប់ delete file ហើយខ្ញុំធ្វើការ delete file hello.txt ហ្នឹងនៅក្នុង folder របស់ su30 ហ្នឹង
delete បាត់ហើយតមកយើងទៅកាន់ command បន្ទាប់ command នេះគឺ command directory operator ដែលយើងមាន KDR គឺ create directory គឺ remove directory ហើយនេះគឺ delete directory ជាមួយយើង delete folder ជាមួយនឹង file ដែលមានក្នុង folder ហ្នឹងតោះឥឡូវយើងធ្វើការ create នៅ folder មួយទៀត KDR su dot តាមជាតមកយើង list វានេះយើងឃើញហើយ su អូ su 20 su 20នៅក្នុងហ្នឹងដល់យើងធ្វើការធ្វើការ remove folder យើងចេញវិញจะใส่ในที่ดักใส่om d o su 20นี่ยัง delete จับแล้วแต่ delete ไม่นับนี่ตัวตาโซน delete ไปได้ហើយคีย์បន្ទាប់គឺ om .o គឺបានន័យថា key នេះគឺ command នេះគឺសម្រាប់ delete folder ដែលមាន content នៅក្នុងនោះហើយយើងធ្វើការ delete asus ឡើងខ្ញុំចង់ delete asus 30មិនចេញឥឡូវខ្ញុំធ្វើការ copy file និង create file អីទៅ asus 30ហ្នឹងដើម្បីយើង delete ទៅថាវាទៅឬក៏មិនទៅហើយខ្ញុំធ្វើការ create file ទៀត file asus 30folder asus 30ចោលคลิปតើយើងធ្វើការ list វាបាត់ហើយ folder asus 30យើងឃើញអញ្ចឹងហើយចំពោះคลิปបន្តទៀតចា៎គឺ system information ហើយចំពោះ key នេះគឺ basic key នេះពួក MI នេះគឺចាំថា user យើងកំពុងនៅ user ឈ្មោះអី user ឈ្មោះ Chin ហើយក្នុងតទៀតចាំឈ្មោះ host name ជា Ubuntu ហើយ dh.h នេះគឺយើងសម្រាប់មើលនៅមើលទៅលើ storage នៅក្នុងមើល file នៅក្នុង storage របស់យើងថាយើងមើលទៅមុខ storage យើងថាយើងប្រើអស់ប្រហែលហើយនេះដែលយើងឃើញជា size មាន use size យើង390 90M ដែលយើងប្រើអស់មួយចិត្តមួយហើយអ្វីមកសល់389ទៀតហើយបន្តមក command បន្តទៀតគឺ free ដល់អីគឺយើងមើលសម្រាប់មើលទៅ info របស់ memory របស់យើងហើយនេះ storage របស់ខ្ញុំគឺមាន total គឺ 3.8G ដែលយើងប្រើអស់446 មេហើយវាមាន free ចំពោះ 2.6 ជាងឯងស្វាមហ្នឹងគឺជា storage ដែល hard disk ដែលយើងយកចេញពីជា storage ដែលយកចេញពី hard disk របស់យើងគឺប្រើសម្រាប់ backup ហើយចំពោះ command មួយទៀត hot គឺយើងប្រើសម្រាប់ running process របស់យើងឃើញចឹងហើយអាលីជាប់ទីយើងចង់ដឹងជាងចង់បិទនៅfile កំពុងដើរនេះយើងធ្វើឲ្យការយើងថាបិទវាចឹងគ្រាន់តែចុច Ctrl C បិទវាហើយបន្តមកយើង
ទៀតគឺ text processing insert នេះគឺយើងផលនៅ grep ហើយក៏ពោល command grep នេះគឺវាដូចជានឹង select ដែរដូចជាផលមកជឿគឺយើងធ្វើសម្រាប់ search drop text ក៏ file ក៏ folder អីចឹងទៅឥឡូវទីឲ្យជួយការទៅយើងផលជាមួយនេះ s.l8 file ចឹងចង់អdirectory ឥឡូវយើងផលមក s.l8 ls.l8 grep dr យើងใส่ dr មកវា suggest មកនេះមាន dr review ជាតែនឹងទៅកន្លង ចង់មក file ផ្សេងទៀតចង់មក file grep នេះគឺយើងផលដូចផាយសម្រាប់ select ទីក្នុង SQL នេះវាជាសម្រាប់នៅ file ក៏ folder ណាដែលមានឈ្មោះដែលមានឈ្មោះអក្សរណាមួយចឹងទៅដែលមានអក្សរនៅក្នុងនេះចឹងទៅហើយ command បន្តទៀតគឺនេះគឺ command ដែលមានដូចជា ping Google ហើយយើងផលសម្រាប់ ping มันก็พิมพ์ในยูทูบตามcom พิมพ์คือจบคือเป็นดาเราจังแต่bây giờ យើងចង់ធ្វើឲ្យវាឈប់ដូចយើងប្រាប់មកអញ្ចឹងគឺយើងប្រើនៅនេះ shortcut ដែលយើងប្រើ Ctrl C ដើម្បី stop command Ctrl C ហើយ Ctrl L ដើម្បី clear ដែលយើងខ្ជិលសរសេរ clear ចឹងទៅយើងប្រើ shortcut Ctrl L click clear បន្ទាប់មកគឺ command IP DADDR គឺយើងប្រើសម្រាប់បង្ហាញនៅ IP address របស់យើងឃើញអញ្ចឹងដែល IP address គឺ 10.0.2 មាន100.0.1 ជាមួយទៅហើយ file នេះគឺយើងប្រើសម្រាប់ download នៅ file ហើយ SSH នេះគឺយើងប្រើសម្រាប់ connect remote ហើយ file បន្តទៀតគឺអានេះយើងស្គាល់ហើយគឺយើងចង់ដំបងគឺយើងត្រូវទៅប្រើវាមកគឺ sudo ចាស់ sudo t update គឺជួយការ check ទៅ update password របស់យើងOur package is up to date សួស្តីអ្នកទាំងអស់គ្នាឥឡូវថ្ងៃនេះខ្ញុំធ្វើការបង្ហាញពីការ install នៅ Ubuntu server នៅក្នុងinstall នៅ SSH នៅក្នុង Linux ឥឡូវជាដំបូងយើងត្រូវវាយ command ដើម្បី install វា sudo apt install --open SSH
server តែយើងចាំតិចបន្ទាប់មកយើងធ្វើការ enable វាហើយយើងប្រើនៅ command sudo system control enable tiếp đến tập clearវាសិនឲ្យវាស្រួលមើលហើយយើងធ្វើការ check នៅ status ថាយើង install ហ្នឹងវាដើរឬក៏អត់នោះយើងឃើញអញ្ចឹង SH យើងដើរ active running ក៏មកយើងធ្វើការបិទនៅ firewall ហើយយើងប្រើ command sudo firewall SSH តទៅយើង update rule ហើយយើងធ្វើការនៅបង្ហាញ IP address នោះ IP address របស់ខ្ញុំគឺ192.168ជាងទៅចុចម៉ានជាងទៅឥឡូវខ្ញុំបើក Windows PowerShell ដើម្បីយើង Y command ឥឡូវខ្ញុំធ្វើការ ping ពី Windows PowerShell ហ្នឹងទៅកាន់ IP ដែលនៅក្នុង Linux ហ្នឹងថាវាស្គាល់គ្នាអត់score បន្ទាប់មកខ្ញុំធ្វើការវាយនៅ username របស់ខ្ញុំហើយនឹងលេខ IP address ហ្នឹងចាcopy មក68 31.12 yes password password ចូលអានេះចូលហើយនេះគឺ username ខ្ញុំ username ខ្ញុំ change វាទៅ server នៅខាងមុខចឹងឥឡូវយកវាយ hostname ហើយ URI នេះឈ្មោះខ្ញុំតោះមិនតែប៉ុណ្ណាអរគុណច្រើនអរគុណមកសូមជម្រាបសួរបងនៅបែបថ្ងៃណាថ្ងៃនេះយើងធ្វើការបង្ហាញអំពី command Linux ខ្លះៗដែលយើងធ្វើការត្រួតពិនិត្យទៅលើ IP ហើយនិង system control ហើយ command ទី1នេះគឺ online CPU យើងផលសម្រាប់បង្ហាញនៅ CPU architecture របស់យើងarchitecture 8.4 CPU model 3264 ទៅ command បន្ទាប់គឺ command top ឬក៏ H top ដែលយើងប្រើសម្រាប់នៅមើលនៅ real time CPU use processor ដែលយើងប្រើសម្រាប់មើលដូចជា temperature អញ្ចឹងគឺមាន top តែវាពិបាកមើលជាធម្មតាគេH top ច្រើនជាងនេះហើយយើងមានឲ្យដែលសំខាន់គឺយើងត្រូវមើលទៅលើ process ID បើសិនជាយើងវាសំខាន់ជាងកន្លែងហ្នឹងហើយយើងចុច Ctrl C ដើម្បី stop ហើយទៅមិនបន្តទៀតគឺ free -a កន្លែងហ្នឹងគឺយើងមើលសម្រាប់check នៅ memory របស់យើង memory របស់ខ្ញុំសរុបមាន 3.8 ខ្ញុំប្រើអស់ 448 MB ហើយសល់ 3G ទៀតហើយ command បន្ទាប់នោះគឺ command តែយើងសម្រាប់ check ទៅលើ storage របស់យើង df-8 នៃ storage របស់ខ្ញុំមាន 390 MB ដែលខ្ញុំប្រើអស់ 1.1 ហើយ available សល់ 1.389
ok tổng bao nhiêu từ comment một tập tiếp cứ network ui ASBLK cứ vi chia comment mỗi đây dương behind the block device đây vi chia tree structure ASBLK nè đây dương behind tree structure chứ là dương từ comment một tập tiếp cứ IPA đây dương person behind IP address của dương thì bạn khơi giống đấy IP address của dương hay từ comment bắt top đôi khi comment sudo lsaw cứ dương pair sự mẹ và hai nơi hardware information đây là aw chà này chuẩn tị hay comment top cứ uptime bây giờ còn sự mẹ thái dương bao công tơ nó thở mà là TA này dùm phở bàn sai dùm TA bên phía user tại sao mình bắt top tiết cứ dương phở dùm mẹ list nơi mơ nơi USB device tạm mình không sân như nâng USB đi hay comment bắt top tiết cứ dương và hai PSA UX ní cứ đôi chân top a shop đấy là dương và hai nơi running process nó còn một sân dưỡng tại bị chởn cứ cái trình độ từ đòi a top sai đi số mỗi chiều hay khi bị top cứ kill cứ khiến nó dương pause map stop the application hay kill dot này ní cứ dương pause map for stop đôi chỉ dương bao test này chơi quá dương dương ở monster mấy ân test về chẳng đây cứ chia application này về cùng ra là dương chọn stop về chẳng nhưng còn là chỉ kill bây giờ kill thấy dương quay nơi lệ PID ở dùng trong kia nè thì ngoài bó nè bay máu flip từ bạn một ta hay bắt đầu máy dương từ khi bắt đầu tiết hay comment on ấy cứ dương pause map shut down này dương phở nơi sudo shut đi shut hay shut shut down now shut down này dương bật là lời một rồi dương sudo shut down đó rồi còn reboot anh ấy cứ dương phở map reboot restart của sân bài dưới là dương sao shut down nữa shut down now lập từ bạn đại bạn video nhóm mình là bạn nói họ cùng chờ dùm mèo cao tốt
trong chỉ tiết haiថ្ងៃនេះយើងមកធ្វើការនៅ task class ដែលមានប្រព័ន្ធចំណុចនេះដែលយើងហៅថា record management នៅក្នុង Linux តើឲ្យចាំយើងទៅដល់គ្នាមួយគឺ company ដែលយើង user ណានេះជា user ខ្ញុំ pwd គឺទាំងពី location ដែលយើងពុកនៅបន្ទាប់មកយើងទៅកាន់ task ទី3ដែលធ្វើការ create new user ដែលមាន cloud home base script ដែលយើងទុកសម្រាប់ប្រើប្រាស់អូខេតោះយើងទៅដល់នេះ sudo user add .1.3.3 script ទៅ copy /bash តមកពីឈ្មោះ user របស់យើងគឺចោលហើយដើម្បីយើង switch ទៅកាន់ user បានជារបស់យើងត្រូវដាក់ password គាត់នេះគឺជា password គឺយើង sudo ដូចគ្នា password ចោលនេះ 234 តែយើងអត់ទេហើយទៅ switch ទៅកាន់ John លឹបតាប់ password ឥឡូវយើងអត់តាមនៅក្នុង John នេះនៅក្នុងជាយើងអញ្ចឹងយើងធ្វើការ switch ឲ្យយើងធ្វើការ city ដើម្បីចេញមកនេះខ្ញុំចូលទៅក្នុង John ហើយ clear ចេញវាសិនតែពេលយើងចូលទៅក្នុង John ហើយខ្ញុំនឹងធ្វើការវាយ command who am I ទៅដែរនេះ John តែ user ដែលយើងបានបង្កើតមុនហ្នឹងដើម្បីយើងធ្វើការបាញ់ពីហមអូយើងត្រូវបាញ់ពីដែលយើងបង្កើតថ្មីគឺមានតែចោលទេបន្ទាប់មកធ្វើការបង្កើត folder ជាមួយនឹង ls ដើម្បីបង្ហាញដែលយើងធ្វើការ create នៅ folder ក្នុង user ចោលទាំងអស់គ្នាហើយយើងបានmkd ដែលមាន folder ដូចជា directory ក្នុង user ថ្មីរបស់យើងណាបន្ទាប់មកយើងចេញទៅកាន់ user ដើមវិញហើយយើងខំcommand exit ផ្លឹបបន្ទាប់មកយើង check ទៅនេះខ្ញុំនៅក្នុង user ដើមវិញបន្ទាប់មកខ្ញុំនឹងធ្វើការបង្ហាញនៅ user ដែលយើងមានហ្នឹងដោយ cat etc swap បានឃើញចឹងនេះគឺជា folder ដើមខ្ញុំគឺជា user ដើមខ្ញុំហើយនេះគឺជា user ចោលដែលខ្ញុំបានបង្កើតមុនហ្នឹងវីដេអូដែលមានតែប៉ុណ្ណឹងអរគុណដល់គ្នាសម្រាប់ការទស្សនាបាយបាយHello សួស្តីអ្នកទាំងអស់គ្នាហើយជម្រាបសួរទៅកាន់លោកគ្រូផងដែរថ្ងៃនេះជួបជាមួយនឹងខ្ញុំមកខេមយានឈិនជារៃហើយថ្ងៃនេះខ្ញុំមកធ្វើនៅ Linux ជាងតទៅគឺលើកនេះខ្ញុំមកធ្វើទៅលើ group management ហើយការ start នេះទាំង9នេះគឺជា task ដែលយើងត្រូវធ្វើនៅថ្ងៃហ្នឹងតោះឥឡូវកុំឲ្យចាំយូរយើងចូលទៅទាំងអស់គ្នាចំពោះ task ទី1របស់យើងគឺយើងធ្វើការ create group មួយដែល group ទាំង3ដែលមានឈ្មោះថា developer UI និង devតោះឥឡូវខ្ញុំនៅក្នុង directory project របស់ខ្ញុំគឺសម្រាប់ទុកនៅ folder ទាំង3ហ្នឹងហើយគេនេះ sudo group add developer check មកថាយើងមានក្រុមនឹងយើងបាន grab វាមែនទេជាថៅ etc group sorry
នេះគឺជាគ្រប់ទាំង3ដែលយើងបានកើតមកនឹងមាន New OPS មាន New AGI ហើយនឹង developer អូខេចេញតមកយើងចូលទៅ delete test view របស់យើងគឺយើងធ្វើការ delete developer គ្រប់ហើយនឹង show ថាយើងបាន delete មែនអត់តោះហើយយើងsudo គ្រប់នេះមិនគ្រប់បែបទេយើងគ្រប់ដែលហើយឈ្មោះវាគឺ developer check នេះបាទហើយសល់តែគ្រប់ UI ហើយនឹង Div OPS ទេបន្ទាប់មកយើងចូលទៅកាន់ task ទី3គឺយើង create back and list it អូខេទៅ create back ទៅ comment ចាស់យើង sudo group add developer ហើយ software មកនេះ group developer យើងមកវិញហើយមកទៀតគឺ task ទី4ដែលយើងត្រូវ create នៅ file យើងត្រូវ create នៅ 3 file ដែលមាន developer process txt UI ហើយនឹង DOPS តោះមកចាំយូរជាងតើបងប្អូនខ្ញុំធ្វើការ touch say channel page UI process.txt sorry ច្រឡំហើយ process.txt គឺ file deal ps process.txt គ្នាតាមបន្តពីយើងបាន create វាហើយយើងធ្វើការ list វាមកថាវាយើង create នៅកអត់នេះ file ទាំង3ដែលយើងបាន create មុនហ្នឹងដែលមានក្នុង root នេះយើងមានដូចជា developer មាន DPS មាន UI បន្តមកយើងទៅការ task ខាងមុខទៀតគឺ task ទី6ដែលយើងត្រូវ change file permission to 755 for all text ខាងនេះគឺអូខេ755មាន user មាន group ហើយនឹង user តែ user ហ្នឹងយើងមកខាងមុខនេះសម្រាប់គឺសម្រាប់ user OW ហ្នឹង O មាន4 ហើយ W អត់នឹង read 4 W គឺ rai មាន2ហើយនៅថតនេះវាមាន4នេះគឺ4គ្នាហើយ RW មកគ្នាទៅយើងបាន1ចឹង file យើងនេះគឺ644ហើយយើងត្រូវដាក់ permission វាទៅ755 RW នេះបានន័យថា read write ហើយយើងខ្វះទៀតគឺខ្វះ execute គឺវាជា x ហើយវាស្មើ1តែយើង6បូក1ទៅវាស្មើនឹង7អញ្ចឹងដែលចង់បានគឺយើងត្រូវបាន RWX ហើយនឹង R
មួយទៅវាស្មើនឹង5ហ្នឹងដែលគេចង់បានតោះលើទៅ for all text បានន័យថាយើងត្រូវដាក់យើងត្រូវដាក់change permission 5ទៅកាន់text ទៅកាន់នេះ file.ext ដែលយើងបានបង្កើតមកនឹងយើងទៅបងប្អូនដែលយើងប្រើលើនេះគឺប្រើនៅ sudo តែយើងប្រើនៅ sudo change mode កាយtxt តែ file របស់យើងតែមាននៅក្នុង project commit by file ហ្នឹងគឺទៅវាគឺ txt ទាំងអស់ស្រួលយើងគិតដាក់លេខតែយើងត្រូវការវាចេះចាំ change mode បើប្រែតោះទៅពេលយើងលេខវាមកនេះដែលយើងបានឃើញអញ្ចឹងខាង3ខាងមុខនេះគឺ read write execute តែវាស្មើនឹង7ហើយតមកគឺ read execute តែស្មើនឹង5ហើយខាងនេះ5ជួយន័យថា owner របស់យើងគឺបានជាអាច read write and execute បន្ទាប់មកគ្រប់វិញគឺយើងអាច read execute ហើយនឹង other user គឺយើងអាច read execute បានគ្នាតោះឥឡូវយើងទៅ test បន្តទៀតគឺ task លេខ8ដែលលេខ8បាន list នឹងហើយ task លេខ8នេះគឺយើងធ្វើការគ្រប់ developer នេះវាជាai can access to DOP group ចឹងបានន័យថាយើងកែ permission នឹងកុំឲ្យឲ្យគ្រប់ developer ហើយនិងគ្រប់ UI ហ្នឹងអាច access ទៅកាន់គ្រប់ dev OPS បានទេអញ្ចឹងយើងត្រូវអញ្ចឹងខ្ញុំត្រូវ change owner ហើយនឹង permission របស់គ្រប់ developer ហើយនឹងគ្រប់ UI ហ្នឹងឡើយយើងធ្វើការ change owner ទាំងអស់គ្នាតោះ sudo change ដែលយើងត្រូវ change នៅដំបូងគេគឺ developer change on ហើយយើងត្រូវដាក់ថា on ទៅកាន់គ្រប់មួយណាយើងដាក់ទៅកាន់គ្រប់ developer ដែលយើងបានបង្កើតមុនហ្នឹងបើហើយ file មានឈ្មោះថា process.txt ជាង change ដល់មួយតែយើង change បន្ទាប់មកគឺdeal yes tại vìយើងត្រូវ change on ហើយយើងត្រូវ change permission មកវាតែឥឡូវយើងធ្វើការ execution នេះឃើញដំបូងយើងមាន root 2ឥឡូវយើងបានដាក់ permission ទៅ root 1ហើយនឹង developer វាមានដែលវាមានគ្រប់
ដែលមាន file developer activity DOP មាន DOPS UI គឺមាន UI គ្នាអញ្ចឹងបន្ទាប់ពីយើង change អស់ហើយយើងត្រូវ double mission វាដែរយើងត្រូវដល់ពី755ទៅ750ដែល750នេះគឺកន្លែងនេះគឺវាអត់មានទេសម្រាប់ other user គឺយើងអត់មាន permission អត់អាច try ទៅលើ file ដែលមាននៅក្នុងក្រុមនោះបានទេតោះហើយយើងទៅដល់នេះ to change mode 750តែយើងត្រូវការ change ទៅលើក្រុម UI និង developer ចាំមិនថាយើងត្រូវ double mission ទៅក្នុងក្រុម DOPS មិន UI និង developer ទេ sorry OPS OK តោះឥឡូវយើងចេញមកហើយចឹង client DOPS គេមានសម្រាប់ user ផ្ទាល់ខ្លួន user តែខ្ញុំហ្នឹងគឺជា edit retry execute បន្ទាប់មកគ្រប់គឺយើង edit execute ខ្សែសម្រាប់ ale user គឺអត់មានទេចាំបានន័យថា no permission ឡើយហើយបន្ទាប់មកយើងទៅកាន់ task ចុងក្រោយរបស់យើងគឺយើង clarify ថា developer ហើយនឹង UI user ហ្នឹងគឺអាច access ទៅកាន់ DOP គ្រប់បានទេឥឡូវដើម្បីធ្វើចឹងបានយើងត្រូវ modify នៅ user របស់យើងមួយដែលយើងដាក់ឲ្យ user នឹងមាននៅក្នុងក្រុម UI ហើយនឹងក្រុម developer តែយើងសាក access ទៅកាន់ក្រុម DOP ទៅថា access បានក៏sudo change mode គឺchange mode តោះមកយើងតោះ ag គឺ add group តែ group នោះមានដូចជា developer UI កាន់ user ថា UI sorry សេកោតែយើងសេតិចអូខេតោះឥឡូវដើម្បីនឹងថា user នឹងមានគ្រប់នឹងមិនក៏អត់យើងត្រូវទៅកាន់ user នឹងសិនឡើយយើងទៅ switch ទៅ user នឹងសិនchúng ta chỉ password តឥឡូវខ្ញុំនៅក្នុង user នឹងខ្ញុំធ្វើការ check មើលអូខេនេះគ្រប់ខ្ញុំគឺនៅក្នុងក្រុម developer ហើយក្រុម UI ឥឡូវខ្ញុំធ្វើការaccess ទៅកាន់file ដែលមាននៅក្នុងក្រុម DOP ឡើយសិនមក pastor array DOPS នេះ can access ចឹងបានន័យថាក្រៅពី user ដែលមាននៅក្នុងក្រុម DOPS ហ្នឹងគឺអាច access បានទៅក្នុងfile ដែលមាននៅក្នុងរបៀប DOPS នឹងបានទេហើយខ្ញុំមានតែប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនា